ស្អីគេប៉ាប៉ាមនុស្សចេញមកហើយស្អីគេនេះស្អីគេទូពិតជាមិនបាននិយាយខុសទេឆ្មាតូចនេះពិតជាមានអាចកំបាំងលាក់ទុកនៅក្នុងរូបចម្លាក់ដែលចាស់នេះពិតជាមានចាស់ដែលអ៊ីតមែនមើលទៅកម្រិតពណ៌នេះយ៉ាងហោចណាស់ក៏ជាកម្រិតត្បូងចាស់ដែលអ៊ីតកម្រិតមរកតឡើងទៅដែរក្មេងស្រីម្នាក់នេះពិតជាមានសំណាងមែនទិញបានចាស់ដែលអ៊ីតក្នុងតម្លៃមួយជាន់ពិតជាចំណេញខ្លាំងណាស់មិនក៏នេះអាចមើលឃើញថ្មដែលអ៊ីតនៅខាងក្នុងបានបងប្រុសឆក់យករបស់ក្មេងមិនអាម៉ាស់មុខពេកទេអីហ៎បងទី2ហើយលោកគ្រូចាងពិនិត្យមើលឲ្យបានច្បាស់សិនទៅមកតួខ្ញុំណាគឺចាស់ដេអ៊ីតមែនណាពិតមែនណាលោកគ្រូចាងលោកមើលឲ្យច្បាស់បន្តិចទៅយើងវិតម្លៃវត្ថុបុរាណ50ឆ្នាំហើយមិនដែលខុសទេនេះគឺចាស់ដេអ៊ីតពណ៌ខៀវអធិរិកកម្រិតកំពូលខ្ញុំធ្លាប់បានឃើញខ្សែដៃពណ៌ខៀវអធិរិកបែបនេះនៅក្នុងកម្មវិធីដែនថ្លៃមួយនោះមានតម្លៃរហូតដល់120លានឯណោះទោះបីជាវាជាចាស់ដេអ៊ីតពណ៌ខៀវអធិរិកក៏ដោយវាក៏មិនសំខាន់ទៅលើភាពពេញលេញនៃវត្ថុធាតុដើមដែរប៉ុន្តែបើតាមខ្ញុំមើលវាគ្រាន់តែជាសម្បកពណ៌ខៀវបន្តិចដែលជាប់នៅត្រង់ទៅជាប៉ុណ្ណោះវាគ្មានអ្វីសំខាន់នោះទេពិតជាអាចមានលទ្ធភាពបែបនេះមែនបើចង់ដឹងច្បាស់គួរតែកាត់មើលតែម្ដងទៅមិនអាចកាត់ឆ្មាបានទេយ៉ាងម៉េចឯងខ្លាចកាត់ឃើញដៃចាស់ខ្មៅមែនទេខ្លាចខ្មាស់គេបើគ្រាន់តែមានចាស់ដេអ៊ីតមួយជាន់នៅសម្បកខាងក្រៅរូបចម្លាក់ដែកនេះពិតជាគ្មានតម្លៃទេប៉ុន្តែបើចាស់ដេអ៊ីតនៅខាងក្នុងមានទំហំប៉ុនសុទ្ធព្រាបនោះតម្លៃអបបរមាគឺ5លានឯណោះណាយល់ទេទូកូនប្រាប់ប៉ាថ្មបៃតងនៅខាងក្នុងកូនឃើញតើមានទំហំប៉ុណ្ណាដែរទៅឆ្មាទាំងមូលគឺសិតតែពណ៌បៃតងទាំងអង្គនាងតូយ៉ានាងអាចមើលឃើញថ្មខាងក្នុងបានពិតមែនអីហ៎បើអញ្ចឹងទូឲ្យលោកតាចាងកាត់កូនមើលក្បែរបើចិត្តដល់ឆ្មាបៃតងហើយកូនស្រែកថាឈប់ល្អយកម៉ាស៊ីនកាត់មកលោកគ្រូចាងលោកមិនបាច់ជឿលើពាក្យសម្ដីក្មេងតូចនេះពិតមែនទេតើមែនដែរទេបងប្រុសរូបចម្លាក់នេះគឺជារបស់ពួកយើងហើយលទ្ធផលចេញមកល្អឬអាក្រក់មិនពាក់ព័ន្ធអ្វីជាមួយបងទេយើងខ្លាចអាចចំណាយពេលច្រើនពេកកាត់ចេញមកបានត្រឹមតែសម្រាមតែប៉ុណ្ណោះបើខាងក្នុងពិតជាមានដេអ៊ីតមែននោះប្រកាសជាមានតម្លៃរាប់ពាន់លានហើយក្មេងម្នាក់វិជាបែបនេះពិតជាលេងសើចពេកហើយខ្ញុំធ្លាប់បានឮមកថាតកូលសៅសុទ្ធតែជាមនុស្សដែលស្រឡាញ់កូនខ្លាំងណាស់លោកតាចាងកុំបារម្ភទូមើលបានត្រឹមត្រូវនេះលោកគ្រូចាងកុំបារម្ភលទ្ធផលចេញមកល្អឬអាក្រក់ខ្ញុំជាអ្នកទទួលខុសត្រូវតែម្នាក់ឯងចុះល្អណាស់